đa Varioនេះមានដើមកំណើតដំបូងនៅប្រទេសឥណ្ឌូនេស៊ីណាផលិតតាំងពីឆ្នាំ2006 2007អីចាប់ផ្ដើមមាននៅឥណ្ឌូនេស៊ីណាហើយមកគិតដល់ឥឡូវចង់20ឆ្នាំមែនតើទៅណាហើយដំបូងដូចជាមានតែកម្លាំងម៉ាស៊ីន110ឯហើយក្រោយមកមាន125ហើយដូចជាឆ្នាំ2022គេចាប់ផ្ដើមចេញ160ណាអញ្ចឹងសម្រាប់110ឥឡូវដូចជាលែងមានតែឆ្នាំចាស់ៗក្រោមឆ្នាំ2020អីអញ្ចឹងសម្រាប់ Vario ឥឡូវបងប្អូនអានេះ2024ណានេះអញ្ចឹង24 25វានៅរូបរាងដដែលខុសតែបន្តិចណាហើយដល់ឡើង26វាដូរច្រើនមករូបរាងណាហើយតម្លៃក៏ខុសគ្នាច្រើនដែរអញ្ចឹងពីច្រើននៅលើទីផ្សារដែលលក់ហ្នឹង24ហើយបើមិនចឹងឡើង26 25ក៏អត់សូវឃើញដែរដោយសារវាតម្លៃ24ឡើង25វាខុសគ្នា300អីដែរអញ្ចឹងវាច្រើនដែរហើយជាក់ស្ដែងម៉ូតូវាអត់មានដូរអីណាវាដូរទៅតែអីតិចតួចទេណាអញ្ចឹងសម្រាប់បងប្អូនយើងចង់បានណា Vario ម៉ូតូរបស់ឥណ្ឌូនេស៊ី Honda ណាតម្លៃឥឡូវតែ2670ទេណាបងប្អូនកាន់លុយប៉ុណ្ណឹងមកបានម៉ូតូថ្មីកេះមួយយកទៅប្រើណាបានកាមែលបានមួកសុវត្ថិភាពធ្វើផ្លាកលេខភ្នំពេញជូនហើយថែមស៊ុំមានភេសជ្ជៈមួយកេះបងប្អូនណាអញ្ចឹងបងប្អូនត្រៀមលុយតែប៉ុណ្ណឹងមកបានម៉ូតូមួយទៅជិះណាហើយVario នេះពួកយើងនៅក្នុងស្តុកមានពីរពណ៌មានពណ៌ខ្មៅហើយជាមួយពណ៌ខៀវណាប្រភេទ satin គ្រើមដូចគ្នាបងប្អូនណាជាទូទៅពណ៌ពីរហ្នឹងគឺពណ៌ស៊ីនបងប្អូនក្រៅពីហ្នឹងភាគច្រើនគឺពណ៌លេងហើយសម្រាប់ពណ៌លេងគឺជាទូទៅតម្លៃយើងថ្លៃដែរបងប្អូនណាចឹងអរគុណច្រើន